គ្រឿងចាក់និងកប៉ាល់បូមស្តារកំពុងមមាញឹកសម្រុកសកម្មភាពជីកព្រែកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកណ្ដាលប្រវែង54គីឡូម៉ែត្រសកម្មភាពប្រតិបត្តិការរបស់គ្រឿងចាក់ធុនធ្ងន់និងកប៉ាល់បូមស្តារកំពុងសម្រុកធ្វើការយ៉ាងមមាញឹកនៅចំកណ្ដាលទីតាំងការដ្ឋានក្នុងភូមិសាស្ត្រក្រុងសំពៅពូនខេត្តកណ្ដាលដើម្បីពន្លឿនការស្ថាបនាគម្រោងប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោឲ្យបានលេចចេញជារូបរាងពិតប្រាកដស្របតាមផែនការដែលបានកំណត់យោងតាមរបាយការណ៍បច្ចេកទេសនិងទិន្នន័យភូមិសាស្ត្រនៃគម្រោងខ្សែទឹកព្រែកជីកហ្វូណនតេជោដែលត្រូវស្ថាបនាឆ្លងកាត់ភូមិសាស្ត្រខេត្តកណ្ដាលមានប្រវែងសរុប54គីឡូម៉ែត្រកំណាត់ព្រែកជីកក្នុងខេត្តនេះត្រូវឆ្លងកាត់ភូមិសាស្ត្ររដ្ឋបាលចំនួន4ក្នុងនោះរួមមានស្រុកចំនួន3និងក្រុងចំនួន1គឺស្រុកគៀនស្វាយស្រុកស្អាងស្រុកកោះធំក្រុងសំពៅពូនសកម្មភាពឈូសឆាយជីកកាយនិងការប្រើប្រាស់កប៉ាល់បូមស្តារដីនៅតាមតំបន់គោលដៅពិសេសនៅតំបន់ក្រុងសំពៅពូននេះគឺជាការបង្ហាញយ៉ាងច្បាស់ពីវឌ្ឍនភាពនិងការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារបច្ចេកទេសដើម្បីប្រែក្លាយគម្រោងមហិច្ឆតានេះឲ្យក្លាយជាសរសៃឈាមសេដ្ឋកិច្ចពិតប្រាកដរបស់កម្ពុជាដោយឆ្លងកាត់ខេត្តចំនួន4រួមមានខេត្តកណ្ដាលប្រវែង54គីឡូម៉ែត្រខេត្តតាកែវប្រវែង60គីឡូម៉ែត្រខេត្តកំពតប្រវែង43គីឡូម៉ែត្រខេត្តកែបប្រវែង17.5គីឡូម៉ែត្រគម្រោងនេះប្រើប្រាស់ទុនវិនិយោគប្រមាណ 1.7 លានដុល្លារអាមេរិកនិងត្រូវបានរចនាឡើងដើម្បីអាចផ្ទុកនាវាទម្ងន់រហូតដល់ 3000 TWT នៅពេលគម្រោងនេះស្ថាបនារួចរាល់ជាស្ថាពរវានឹងជួយកែប្រែមុខមាត់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាកាត់បន្ថយថ្លៃដើមភស្តុភារកម្មបង្កើនឯករាជ្យភាពសេដ្ឋកិច្ចព្រមទាំងជួយជំរុញវិស័យកសិកម្មប្រព័ន្ធធារាសាស្ត្រនិងការអភិវឌ្ឍនគរូបនីយកម្មនៅតាមបណ្ដាខេត្តភាគនិរតីយ៉ាងមានប្រសិទ្ធភាព